សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីទទួលបានថវិកាជាង$9,000ពីសប្បុរសជននានាក្នុងពិធីរាត្រីសម័យសដើម្បីសប្បុរសធម៌អបអរសាទរខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមអធិការក្រហម8ឧសភាឆ្នាំ2025ថវិកាជាង$9,000សហរដ្ឋអាមេរិកត្រូវបានសប្បុរសជននានាចូលរួមឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីក្នុងកម្មវិធីរាត្រីសម័យសដើម្បីសប្បុរសធម៌អបអរសាទរខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមអធិការក្រហម8ឧសភាឆ្នាំ2025ក្រោមប្រធានបទរួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុនិងខួបលើកទី70ឆ្នាំនៃទិវាកាកបាទក្រហមកម្ពុជាក្រោមអធិបតីភាពឯកឧត្តមឈុនវិនរដ្ឋលេខាធិការក្រសួងសាធារណការនឹងដឹកជញ្ជូននិងជាសមាជិកកិត្តិយសកាកបាទក្រហមកម្ពុជាឯកឧត្តមអ្នកញ៉ាអឹងស៊ីតាតវីរៈប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីឯកឧត្តមថងសវុនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីរួមទាំងសមាជិកសមាជិកានិងសប្បុរសជនជាច្រើនរូបដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរីនៅរសៀលថ្ងៃទី6ខែឧសភាឆ្នាំ2025ឯកឧត្តមឈុនវិនសមាជិកកិត្តិយសកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថាដើម្បីអនុវត្តសកម្មភាពមនុស្សធម៌ក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជារហូតសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនជូនជាតិនិងប្រជាជនយើងឯកឧត្តមបានថ្លែងអំណរគុណកោតសរសើរដោយស្មោះជូនចំពោះថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកអ្នកសមាជិកនិងយុវជនកាកបាទក្រហមខេត្តព្រមទាំងមន្ត្រីអង្គភាពពាក់ព័ន្ធទាំងអស់ជានិច្ចកាលតែងតែបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញតួនាទីរបស់ខ្លួនឲ្យទទួលបាននូវជោគជ័យនិងសមិទ្ធផលដ៏ធំធេងឆ្លើយតបបានយ៉ាងស័ក្តិសមនិងទាន់ពេលវេលាទៅនឹងការងារជួយសង្គ្រោះជនរងគ្រោះប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមលោកជំទាវអ្នកអង្គការលោកស្រីសប្បុរសជនអង្គការមិនមែនរដ្ឋាភិបាលជាតិនិងដៃគូសហប្រតិបត្តិការទាំងអស់ដែលបានចូលរួមជួយគាំទ្រថវិកាសម្ភារៈស្មារតីបច្ចេកទេសសម្រាប់ប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហមខេត្តមណ្ឌលគិរីនៅគ្រប់កាលៈទេសៈឯកឧត្តមថងសវុនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីបានបញ្ជាក់ថាក្នុងឆ្នាំ2024-2025នេះសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយប្រការផ្សេងៗសរុបជិត400គ្រួសារផ្សព្វផ្សាយពីសុខភាពមាតាទារកនិងកុមារដល់ពលរដ្ឋតាមក្នុងផ្ទះនិងមណ្ឌលសុខភាពបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋមជូនដល់យុវជនអ្នកសមាជិកមន្ត្រីបរិស្ថានបុគ្គលិកអង្គការសហគមន៍និងអ្នកសមាជិកតាមភូមិផ្សព្វផ្សាយការគ្រប់គ្រងគ្រោះមហន្តរាយជូនដល់ប្រជាពលរដ្ឋការកាត់បន្ថយថង់ប្លាស្ទិកសុវត្ថិភាពចរាចរណ៍ជួសជុលទឹកស្អាតជូនប្រជាពលរដ្ឋផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនឈាមគ្រុនចាញ់និងជំងឺផ្សេងៗដល់ប្រជាពលរដ្ឋជាពិសេសបញ្ហាការលើកកម្ពស់ការយល់ដឹងពីវប្បធម៌អហិង្សានិងសន្តិភាពនិងការកាត់បន្ថយការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញដល់យុវជនតាមសាលានិងផ្សព្វផ្សាយគោលការណ៍គ្រឹះកាកបាទក្រហមអធិការក្រហមដល់កងកម្លាំងយុវជននៅតាមសាលារៀនឯកឧត្តមបន្ថែមថាសកម្មភាពមនុស្សធម៌នេះគឺជាការចូលរួមជួយជ្រោមជ្រែងនិងការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនទាំងអស់ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីមានលទ្ធភាពអាចបំពេញបេសកកម្មជួយដល់ជនរងគ្រោះនិងងាយរងគ្រោះនៅតាមមូលដ្ឋានបានទាន់ពេលវេលា